ចឹងសូមឲ្យញោមទាំងអស់ខំប្រឹងធ្វើបុណ្យពិសេសពេលរស់នៅត្រូវកសាងនឹងឆ្នៃនៅជីវិតរបស់ខ្លួនឲ្យមានតម្លៃតែជីវិតថ្លៃកើតទៅកើតទេវលោកតែជីវិតថោកទាបធ្លាក់នរកឲ្យញោមបាទហើយអ្នកជីវិតថោកទាបដោយសារប្រព្រឹត្តធ្វើអំពើអាក្រក់បាបកម្មបៀតបៀនអ្នកដតីរស់នៅអត់ចេះសង្គ្រោះគេហ្នឹងថោកទាបហើយជីវិតហ្នឹងមនុស្សយើងវាមានអញ្ចឹងរស់នៅស្រុកភូមិផ្ទះលបងជាប់គ្នាអត់ចេះសង្គ្រោះគ្នាទេឆ្លោះតែគ្នាញោមខ្លះកើតមកដូចដើម្បីតែឆ្លោះគេហ្មងមកភូមិអត់មានត្រូវមួយណាញោមណោះមកភូមិអត់មានត្រូវមួយណាដល់ឆ្លោះគេជុំទឹះចឹងទៅចាប់ដើមដើរលូហើយអញអើយអញដឹងកម្មពីអីបានជាមកកើតជាមួយអាញាតចិត្តខាងចឹងអាហ្នឹងចាប់ដើមទាស់គេតែខ្លួនឯងហ្នឹងកម្មពីអីបានមកកើតជាមួយអ្នកចិត្តខាងចឹងមិនចង់កើតអ្នកឯងហ៎ញោមខ្លះខ្លាំងណាស់ញោមកើតមកខ្លាំងមកកើតមកដូចដើម្បីមកឆ្លោះគេហ្មងងាកលិចក៏សត្រូវងាកជើងក៏សត្រូវបងក៏សត្រូវកើតក៏សត្រូវអត់មានត្រូវមួយណាញោមអាហ្នឹងបើចាស់តែស្លាប់ដោយពោះរស់ដោយកែបឬក៏ស្លាប់ទាំងរស់ស្អុយទាំងស្រស់ញោមស្លាប់ទាំងរស់ហ្នឹងមានន័យថានៅរស់ទេប៉ុន្តែដូចស្លាប់ចឹងញោមមើលមនុស្សស្លាប់គេយកទៅកប់ចោលក្នុងព្រៃដែលណាទៅសួរសុខទុក្ខហ៎ដែលណាហៅការហៅបនដែលណាដឹងថាអ្នកដឹងយ៉ាងម៉េចខ្លះហ៎អត់ដឹងទេញោមណោះបើតែស្លាប់គេយកទៅកប់ចោលហើយមានអាណាទៅសួរសុខទុក្ខហៅការប្រាប់បនសង្ឃហៈទានអាចារ្យក៏គេលែងយកប្រូក្រាមហុយដែរចឹងមនុស្សដែលស្លាប់ទាំងរស់ហ្នឹងមនុស្សចឹងញោមរស់នៅឯប៉ុន្តែអ្នកស្រុកអ្នកភូមិការកូនក៏គេមិនប្រាប់អ្នកស្រុកអ្នកភូមិមានរវល់អីក៏គេមិនប្រាប់គេធ្វើបន់ក៏គេមិនហៅឃើញទេញោមគេដើរមកក្បែរក៏គេមិនបានសួរសុខទុក្ខណែអាហ្នឹងដូចស្លាប់ចឹងគេហៅថាស្លាប់ទាំងរស់នោះញោមអើយមួយទៀតគេហៅថាស្អុយទាំងស្រស់នៅស្រស់ចឹងធម្មតាត្រីក៏ដោយកែបក៏ដោយមនុស្សក៏ដោយតែកាលណានៅស្រស់ចឹងអត់ស្អុយទេមិនចឹងញោមអើយប៉ុន្តែស្អុយទាំងស្រស់នេះចឹងនៅរស់ចងងប៉ុន្តែឈ្មោះស្អុយបាត់ស្អុយឈ្មោះទៅលិចក៏គេស្អប់ទៅជើងក៏គេស្អប់បងក៏គេស្អប់កើតក៏គេស្អប់ចប់ប្រហើយនឹងចប់ហើយចឹងញោមកុំឲ្យស្លាប់ទាំងរស់ស្អុយទាំងស្រស់ណាញោមណារស់នៅដើម្បីឲ្យជីវិតមានតម្លៃពុទ្ធលោកបង្ហាញផ្លូវ4ដែលត្រូវប្រព្រឹត្តឲ្យតែប្រព្រឹត្តធម៌4នឹងបានល្អញោមរស់នៅមានតម្លៃមានគេគោរពមានគេស្រឡាញ់មានគេរាប់អានមានគេកោតមានគេសរសើរមានយសស័កពងបានទៅកើតឋានសួគ៌ទៀតធម៌អត់ច្រើនទេតែ4ណាទី1កម្មៈគឺអំពើឲ្យតែរស់នៅធ្វើតែល្អទៅកាយសុចរិតល្អផ្លូវកាយវចីសុចរិតល្អផ្លូវវាចាមโนសុចរិតល្អផ្លូវចិត្តតែប៉ុណ្្នឹងគ្មានណាគេស្អប់ទេញោមហើយតែប៉ុណ្្នឹងទៅជីវិតបានថ្លៃថ្លាមួយណាញោមណាទី2វិជ្ជាគឺចំណេះចេះដឹងផ្លូវលោកផ្លូវធម៌ត្រូវប្រឹងរៀនប្រឹងសូត្រឲ្យចេះដឹងដើម្បីមកឆ្នៃជីវិតរបស់យើងឲ្យល្អវិជ្ជាចំណេះដឹងនេះគឺជាគ្រឿងឬក៏ជាឧបករណ៍មកឆ្នៃជីវិតយើងឲ្យប្រពៃឲ្យប្រសើរណាញោមហើយតើជីវិតប្រពៃជីវិតប្រសើរហើយគេស្រឡាញ់គេរាប់អានណាទី3ញោមអើយឲ្យក្មេងៗចុះសិនក្មេងៗខូចអាត្មានៅតូចទៀតអញ្ចឹងទី1កម្មៈទី2វិជ្ជាទី3ធម្មៈញោមរស់នៅត្រូវប្រព្រឹត្តធម៌គឺចំណែកនៃកុសលធម៌
ประพฤติឲ្យបានជាប្រចាំគោរពមេត្តាគោរពបិតាចាស់ប្រទេចាហ្នឹងឯងធ្វើបុណ្យសុនទានសិក្សាធម៌អាវិន័យឲ្យឃើញឲ្យយល់ទី4គឺសីលៈរស់នៅមានសិលធម៌មិនកអើតមិនកតោមិនតម្លើងរឹកមិនធ្វើឯងខ្ពង់ខ្ពស់គ្រាន់បើអីតែឯងប្រឹងធ្វើអីបើជាស្លាប់រួចពាក្យមួយថាម៉េចខ្ពស់ដូចពពកគង់តែមកជ្រើកក្រោមអាចចន្លេនអញ្ចឹងឲ្យញោមហ៎ខ្ពស់កប់ពពកក៏គង់តែមកជ្រើកក្រោមអាចចន្លេនអញ្ចឹងទោះបីយើងខំប្រឹងសញ្ញែងខ្លួនតម្កើងខ្លួនលើកខ្លួនឲ្យខ្ពស់ជាងគេកុំឲ្យគេមករាប់អានឲ្យលយជាងគេឲ្យអស្ចារ្យជាងគេមិនបាច់ទេញោមចុងក្រោយគង់ឲ្យជ្រកក្រោមអាចចលេនទេហើយបើមិនជឿទេសាកមើលទៅតាស្លាប់យកទៅកប់តែ2ថ្ងៃចលេនអាចដាក់ភ្នោហ្នឹងហ្នឹងឃើញទេចុងក្រោយជ្រកក្រោមអាចចលេនណែឯងខ្ពស់ប៉ុណ្ណាបនស័កប៉ុណ្ណាក៏ដោយចលេនអត់ខ្លាចទេញោមសាកមើលមើលបើយកទៅកប់នៅដីមើលបើមិនចលេនឡើងអាចដាក់ពីលើភ្នោហ្នឹងនៅក្រោមហើយឃើញទេចឹងកុំខ្ពស់រស់នៅមានសមៈជីវិតាគឺជីវិតស្មើយកចិត្តទុកដាក់ជួយសង្គ្រោះមានទុកមានតរៈដូចបនសពអញ្ចឹងដូចឈឺគេណាញោមត្រូវជួយគ្នាអញ្ចឹងអញ្ចឹងជីវិតហ្នឹងឆ្នៃបានល្អណាស់ជីវិតនេះបើឆ្នៃដោយធម៌ប្រសើរដូចដុំថ្មអញ្ចឹងដុំថ្មមួយដុំបើសិនតែយើងអត់ឆ្នៃអីទេយកមកដាក់ជន់ឡើងកម្មចដៅហ្នឹងឯងមែនទេញោមណោះគ្មានណាមកថ្វាយអង្គមដុំថ្មហ្នឹងទេតែបើយើងចេះឆ្នៃទៅជាពុទ្ធរូបដុំថ្មមួយដុំហ្នឹងត្រូវបានគេថ្វាយអង្គមរាល់ថ្ងៃមិនចឹងបើគេថ្វាយអង្គមដុំថ្មមួយដុំហ្នឹងយ៉ាងណាជីវិតយើងកើតពីម៉ែយើងពីឪយើងមករហូតមកដល់ពេលហ្នឹងអញ្ចឹងមិនមែនម៉ែឪមកឆ្នៃជីវិតឲ្យយើងឬក៏មិនមែនជាតិកំណើតឯណាមកឆ្នៃជីវិតឲ្យយើងទេយើងឆ្នៃខ្លួនឯងតែកាលណាយើងឆ្នៃដោយអំពើល្អគឺរូបរាងកាយរបស់យើងនេះទោះបីជារាងកាយដែលមានចរិយាជាធិបៀតបៀនរាល់ថ្ងៃមែនជារបស់ស្អុយពុកផុយមែនប៉ុន្តែរូបរាងកាយត្រូវបានគេគោរពឃើញទេញោមដោយសម្ដេចជួនណាតចឹងសម្ដេចជួនណាតឃើញទេលោកកើតពីផ្ទៃម្ដាយញោមសាច់ឈាមដូចយើងចឹងហ្នឹងមិនមែនមូសខំអត់មុតណាខំមុតដូចគ្នាហ្នឹងហើយមិនមែនព្រះអង្គរស់ដោយសារស្អីណារស់ដោយសារឆាន់បាយដូចយើងចឹងបើជីវិតលោកបើលេបថ្នាំពុលសកត់ដូចគ្នាហ្នឹងបើកាប់មកកបិតមុតដូចគ្នាហ្នឹងចាក់មកអំពែងមុតដូចគ្នាហ្នឹងប៉ុន្តែរាងកាយរបស់លោកជីវិតរបស់លោកត្រូវបានគេគោរពដល់រាល់ថ្ងៃគេណាញោមក៏ដោយសារអីដោយសារតែលោកប្រព្រឹត្តធ្វើអំពើល្អកម្មៈមានចំណេះចេះដឹងឃើញទេព្រះអង្គប្រព្រឹត្តធម៌ដ៏ប្រសើរហើយលោកជាអ្នកមានសិលទេឃើញញោមអញ្ចឹងញោមចឹងក្នុងប្រកបដីជីវិតក្នុងដំណាក់កាលរស់នៅយើងប្រព្រឹត្តអញ្ចឹងឲ្យបានអញ្ចឹងអាត្មាគ្រាន់តែលើកឡើងដើម្បីញាតិញោមត្រេះរិះពិចារណារឿងពេលស្លាប់ទៅអាហ្នឹងគឺជាឱកាសចុងក្រោយទេណាញោមណាបើរឿងហ្នឹងរឿងពេលដែលយើងត្រូវទទួលផលពីជាតិនេះហើយពេលដែលយើងរស់ធ្វើល្អពេលស្លាប់ទៅវិញហ្នឹងក៏យើងទទួលផលល្អដែលយើងបានប្រព្រឹត្តនៅពេលដែលយើងនៅរស់តែបើយើងប្រព្រឹត្តធ្វើអំពើអាក្រក់ពេលស្លាប់ទៅគឺយើងត្រូវតែទទួលផលនៃអំពើអាក្រក់មិនមានសាច់ញាតិបងប្អូនបុគ្គលឯណានៃមួយមកដើម្បីធានាជំនួសយើងទទួលជំនួសយើងបានទេអនុមោទនា